សួស្តីប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទះទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកនៅជីវប្រវត្តិរបស់តារាបាល់ទះដ៏ល្បីលំដាប់ពិភពលោកមួយរូបដែលយើងទាំងអស់គ្នាស្គាល់ថាជា GOAT នោះគឺ Lionel Messi ចង់ដឹងថាប្រវត្តិនិងការតស៊ូរបស់គាត់យ៉ាងណាក្នុងវិស័យបាល់ទាត់នេះតោះយើងទៅស្ដាប់ទាំងអស់គ្នា Lionel Messi កើតនៅថ្ងៃទី24ខែមិថុនាឆ្នាំ1987នៅទីក្រុង Rosario ប្រទេសអាសង់ទីនលោកបានបង្ហាញដងនឹងទេពកោសល្យបាល់ទះតាំងពីអាយុ5ឆ្នាំដោយបានលេងឲ្យក្លឹបនៅក្នុងស្រុកដែលបង្វឹកដោយឪពុករបស់លោកហើយក្រោយមកលោកក៏បានចូលរួមជាមួយនឹងថ្នាក់យុវជនរបស់ក្លឹប Newell's Old Boys ទោះជាយ៉ាងណាក៏ដោយនៅអាយុ11ឆ្នាំ Messi ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាលោកមានជំងឺខ្វះអរម៉ូនលូតលាស់ដែលធ្វើឲ្យលោកមិនអាចលើកកម្ពស់ដូចក្មេងដទៃបានហើយគ្រួសាររបស់លោកមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ថ្លៃព្យាបាលជំងឺដែលសរុបគឺ$1000នៅក្នុងមួយខែក៏ប៉ុន្តែជាសំណាងល្អដែលនៅពេលនោះក្លឹបយ៉ាអេស្ប៉ាញបាសេឡូណាបានមើលឃើញពីសមត្ថភាពរបស់លោកហើយនាយកប្រតិបត្តិកីឡារបស់ក្លឹបនេះក៏បានសម្រេចចិត្តចុះហត្ថលេខាជាមួយ Lionel Messi និងទទួលរ៉ាប់រងនូវថ្លៃព្យាបាលរបស់ Messi ទាំងអស់ហើយនឹងបញ្ជូនក្រុមគ្រួសាររបស់គេទៅរស់នៅក្នុងប្រទេសអេស្ប៉ាញលោកបានស្នាក់នៅជាមួយនឹងបាសេឡូណាអស់រយៈពេល17ឆ្នាំដោយជួយឲ្យក្រុមឈ្នះពានរង្វាន់ La Liga 10 ដងពានរង្វាន់អឺរ៉ុប UEFA Champions League 4 ដងនិងពានរង្វាន់ផ្សេងៗទៀតសរុប35ពានកំណត់ត្រាឯកតេជននៅឆ្នាំ2012 Messi បានរំលែកកំណត់ត្រាពិភពលោកដោយរកគ្រាប់បាល់បានរហូតដល់ទៅ91គ្រាប់ក្នុងមួយឆ្នាំលោកបានចាក់ចេញពីបាសេឡូណាក្នុងនាមជាអ្នកទាត់បញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបគឺ672គ្រាប់នៅឆ្នាំ2021ដោយសារតែក្លឹបបាសេឡូណាមានវិបត្តិហិរញ្ញវត្ថុទើបសម្រេចចិត្តបង្ខំឲ្យលោកត្រូវចាក់ចេញនៅឆ្នាំ2021ទៅចូលរួមជាមួយនឹងក្លឹបយ៉ាបារាំង Paris Saint-Germain Messi បានផ្លាស់ទៅក្លឹប PSG ដោយចាប់ដៃគ្នាជាមួយនឹង Neymar និង Kylian Mbappé លោកបានជួយក្រុមលីកកំពូលបារាំងមួយនេះឲ្យឈ្នះពានរង្វាន់លីហ្គេអចំនួន2ដងនៅក្នុងឆ្នាំ2023បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយនឹងក្លឹបអ្នកមាន Paris Saint-Germain Messi បានសម្រេចចិត្តផ្លាស់ទៅសហរដ្ឋអាមេរិកទៅចូលរួមជាមួយនឹងក្លឹប Inter Miami វត្តមានរបស់លោកបានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីពេញសហរដ្ឋអាមេរិកនិងជួយឲ្យក្លឹប Inter Miami ឈ្នះពានរង្វាន់ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេជាលើកដំបូងអស់ពេលជាច្រើនឆ្នាំ Messi តែងតែទទួលការរិះគន់ថាមិនអាចជួយក្រុមជម្រើសជាតិឲ្យឈ្នះពានរង្វាន់ធំៗបានដោយអ្វីដែលលោកធ្លាប់បានធ្វើនៅក្លឹប Barcelona ឡើយលោកថែមទាំងធ្លាប់ប្រកាសចូលនិវត្តន៍ម្ដងក្នុងឆ្នាំ2016ក្រោយចាញ់ប្រកួតវគ្គផ្ដាច់ព្រាត់មុននឹងសម្រេចចិត្តមុននឹងបដូរចិត្តត្រឡប់មកវិញទោះជាយ៉ាងណារាល់ការរងចាំត្រូវបានបញ្ចប់ជាមួយនឹងជាលើកដំបូងរបស់លោកផងដែរMessi ត្រូវបានគេទទួលស្គាល់ថាជាកីឡាករដែលមានជំនាញអស្ចារ្យក្នុងការញាក់បាល់ចាក់ខុសវិស័យក្នុងការបញ្ជូនបាល់និងការទាត់បាល់ free kick ដ៏មានប្រសិទ្ធភាពលោកគឺជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្របាល់ទះដែលឈ្នះពានរង្វាន់ Ballon d'Or រហូតដល់ទៅ8ដងភាពជោគជ័យនៅក្នុងក្លឹបជម្រើសជាតិនិងការឈ្នះពានរង្វាន់ World Cup ឆ្នាំ2022បានធ្វើឲ្យកិច្ចពិភាក្សាអំពីថាតើអ្នកណាជាកីឡាករល្អជាងគេក្នុងប្រវត្តិសាស្ត្រត្រូវបានបញ្ចប់ដោយមនុស្សភាគច្រើនយល់ស្របថាស្ដេចបាល់ទាត់លេខ1គឺជា Lionel Messi សូមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូបន្ទាប់អរគុណច្រើន